សូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនប្រហែលជាដឹងហើយថាស្ថានភាពនៅក្នុងប្រទេសកម្ពុជាយើងយ៉ាងម៉េចឥឡូវនេះគឺយើងរងនៅការឈ្លានពានចាស់សាហាវមែនទែនពីខាងប្រទេសជិតខាងរបស់យើងហើយវាតម្រូវឲ្យយើងទាំងអស់គ្នារួបរวมគ្នាឥឡូវពេលនេះគឺជាពេលវេលាដែលយើងរួបរวมគ្នាហើយខ្ញុំក៏ជាមួយរាំងសីយើងមិនមែនតែ2នាក់ទេគឺយើងតំណាងឲ្យផលិតកម្ម Unifilm យើងជាមួយនឹងជាមួយក្រុមការងារយើងសម្រាប់ធ្វើមូលនិធិប្រមូលទទួលនៅអីវ៉ាសម្រាប់ប្រមូលអីវ៉ាន់ដែលក្រុមការងារយើងចូលហ្នឹងយកទៅចែកជូនដល់បងប្អូនជនភៀសសឹកហើយជាពិសេសគឺទៅដល់បងប្អូនកងទ័ពផងដែរហើយឥឡូវនេះដោយសារតែយើងគិតថាបើសិនជាយើងទៅតែប៉ុណ្ណឹងក៏វាខាតជើងអញ្ចឹងក៏ខាតជើងដោយសារយើងមានឡានមានអីដឹកដែរអញ្ចឹងដល់ពេលអញ្ចឹងយើងក៏គិតថាបើសិនជាបងប្អូនណាដែលគាត់មានជាគ្រឿងឧបភោគបរិភោគហើយចង់ចូលរួមចង់ជូនទៅដល់ជនភៀសសឹកឬក៏កងទ័ពបងប្អូនអាចចូលតាមរយៈពួកខ្ញុំបានពួកខ្ញុំនឹងយកទៅជូនបងប្អូនដែលកំពុងតែភៀសសឹកណាបងប្អូននេះសិតសឹងជាអវ៉ាន់ដែលជាការចូលរួមរបស់ពួកខ្ញុំដឹងស្រាប់ពួកខ្ញុំក៏មិនមែនជាអ្នកមានអីដែរយើងចូលពួកខ្ញុំចូលតាមសទ្ធាអញ្ចឹងការចេញវីដេអូលើកនេះខ្ញុំសនំពោបងប្អូនយើងអាចចូលរួមបន្តិចក្តីច្រើនក្តីតាមសទ្ធារបស់បងប្អូនណាពេលនេះយើងត្រូវការសាមគ្គីហើយបងប្អូននៅសមរភូមិត្រូវការជួយពីបងប្អូននៅខាងក្រោយនេះណាពួកគាត់កំពុងជួបការខ្វះខាតអ្នកខ្លះរត់ចោលតែសបាយអញ្ចឹងប្រកាសណាមិនអាចយកនៅគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់បានអ្នកខ្លះយកបានតាន់ពេលវេលាទេខ្ញុំជឿអញ្ចឹងគាត់កំពុងមានការខ្វះខាតហើយត្រូវការជួយពីយើងគ្រប់គ្នាព្រោះរាប់ម៉ឺនអ្នកបងប្អូនមិនមែនតិចទេហើយមិនដឹងថាគេបន្តឈ្លានពានយើងដល់ពេលណាទេអញ្ចឹងសូមបងប្អូនជួយម្នាក់បន្តិចក្តីច្រើនក្តីណាជួយជាសម្ភារៈប្រើប្រាស់ជារបស់ញ៉ាំបងប្អូនមានអីជួយជានឹងទៅបន្តិចក្តីច្រើនក្តីអីណាហើយបើសិនជាបងប្អូនអាចយកមកនៅទីតាំងពួកខ្ញុំគឺនៅក្នុងបារីវិមានភ្នំពេញផ្លូវជាសភារាផ្ទះ 127B ផ្លូវ209ពួកខ្ញុំបើកទទួលចាប់ពីព្រឹកស្អែកទៅសម្រាប់អីវ៉ាន់គ្រឿងឧបភោគបរិភោគឬក៏សម្ភារៈប្រើប្រាស់ហើយសម្រាប់បងប្អូនដែលគាត់ចង់ចូលជាថវិកាព្រោះមានបងប្អូនគាត់ខមមិនសួរឲ្យឆាតសួរខ្ញុំច្រើនដែរអញ្ចឹងចាំខ្ញុំដាក់ជា QR code របស់ផលិតកម្មផ្ទាល់សម្រាប់ឲ្យបងប្អូនដែលនៅឆ្ងាយគាត់អាចចូលរួមបានតិចក្តីច្រើនក្តីយើងសាមគ្គីគ្នាបងប្អូនជាឱកាសដែលយើងត្រូវតែជួយគ្នាណាព្រោះសត្រូវគេកំពុងតែអត់ដកដៃទេអញ្ចឹងយើងអត់អាចជួយជាកម្លាំងដល់បងកម្លាំងខាងជួរមុខបានក៏យើងជួយជាអ្វីដែលយើងអាចធ្វើទៅបានតិចក៏ដោយច្រើនក៏ដោយបងប្អូនធ្វើអីបានគឺយើងធ្វើនឹងទៅចាហើយថវិកាដែលបងប្អូនផ្ដល់មកហ្នឹងគឺខ្ញុំនឹងប្រមូលយកទៅទិញអីវ៉ាន់ដូចនេះបងប្អូនឃើញទេយកទៅទិញសម្ភារៈប្រើប្រាស់និងរបស់ញ៉ាំនិយាយទៅយើងមានគ្រប់សពតាំងពីធូបមូសឡើងទៅយើងគិតដល់សុវត្ថិភាពខ្លាច់មូសខាំមូសអីដល់អូនតូចណាចាវីដេអូពួកខ្ញុំគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងបើសិនជាបងប្អូនចង់ដឹងអីហើយទីតាំងចាំពួកខ្ញុំតម្លាក់ location បន្ថែមនៅក្នុង comment ឲ្យណាបងប្អូនចាអរគុណបាទអរគុណ